សួស្តីពុកម៉ែបងប្អូនបាទចូលទូចេញមកខ្មែរហើយពុកម៉ែបងប្អូនបាទសម្រាប់មួយគ្រឿងនេះបាទជាប្រភេទ Luxi ES 300H ពុកម៉ែបងប្អូនមកជាប្រភេទ Full Premium ហើយសម្រាប់មួយគ្រឿងនេះគឺស្អាតណាពុកម៉ែបងប្អូនមកជាប្រភេទឡានកលីឡានប្រើតាមផ្ទះបាទយើងរៀបចំដាក់ចូលទូចេញមកខ្មែរហើយពុកម៉ែបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនមកចង់បានតម្លៃពិសេសបាទធ្វើការកក់មុនយើងខ្ញុំគិតតម្លៃពិសេសជូនបាទបូករួមជាមួយនឹងការរៀបចំជូនពុកម៉ែបងប្អូនមកស្អាតយកទៅប្រើហើយបញ្ជាក់ជូនពុកម៉ែបងប្អូនមកសម្រាប់តម្លៃគឺធូរមែនតើបាទតម្លៃគឺត្រឹមតែ 20000 ជាងឯងពុកម៉ែបងប្អូនមកសម្រាប់ ES នេះពីមុនគឺតម្លៃសិតតែ 30000 ជាងបាទហើយសម្រាប់ប្រភេទនេះគឺធន់ណាពុកម៉ែបងប្អូនបាទយើងមកមើលរូបភាពដែលយើងទិញបានភ្លាមពីដំបូងពុកម៉ែបងប្អូនបាទសម្រាប់ឡាននេះគឺប្រភេទឡានកលីឡានប្រើតាមផ្ទះពុកម៉ែបងប្អូនបាទបើពុកម៉ែបងប្អូនមកតាមដានเพจយើងខ្ញុំដឹងហើយពុកម៉ែបងប្អូនបាទខាងយើងគឺទិញតែឡានកលីទេហើយអ្វីដែលពិសេសគឺសុទ្ធសឹងតែជាប្រភេទឡានដែលប្រើតាមផ្ទះតែម្ដងពុកម៉ែបងប្អូនបាទហើយសម្រាប់ភិនភាគគឺយើងតែងតែផ្ដល់ជូនពុកម៉ែបងប្អូនមុនបាទដោយសារតែយើងមានអ្នកទិញនៅកលីផ្ទាល់អញ្ចឹងពុកម៉ែបងប្អូនបាទទិញដោយទំនុកចិត្តទិញដោយមានការផ្ដល់ជូននៅភិនភាគទៅពុកម៉ែបងប្អូនមុនបាទឥឡូវយើងមើលមកជុំពុកម៉ែបងប្អូនបាទដោយបញ្ជាក់ជូនអញ្ចឹងបាទសម្រាប់ Luxi ES នេះគឺធន់ណាពុកម៉ែបងប្អូនបាទសម្រាប់បូមសម្រាប់គ្រឿងក្នុងấyគឺបណ្ឌិតបាទទលាយធំទលាយខាងក្នុងấyបាទឥឡូវយើងមកមើលខាងក្នុងតែម្ដងពុកម៉ែបងប្អូនបាទសម្រាប់ខាងក្នុង ES នេះគឺបាទជាប្រភេទក្នុងប្រភេទសពុកម៉ែបងប្អូនបាទប្រភេទពូកស្បែកយំទៅ option ពួក Luxi គឺខាងក្នុងវាគឺ option ទៅនៅបាទពុកម៉ែបងប្អូនបាទហើយខាងក្នុងấyក៏ទៅនៅដែរបាទនេះមានបន្លាយ sport ទៀតបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទ Luxi សំចៃសាំងប្រភេទ hybrid បាទអាចមើលមួយគ្រឿងនេះបានគឺធានាថាធន់ហើយជិះស្រួលពុកម៉ែបងប្អូនបាទសម្រាប់ ES នេះហើយជាប្រភេទ hybrid ទៀតគឺសំចៃមែនតើបាទអញ្ចឹងរួចរាល់ឡើងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទ Luxi ES បាទ013ជាប្រភេទឡានកលីឡានប្រើតាមផ្ទះអាចមើលមួយគ្រឿងនេះបានពុកម៉ែបងប្អូនបាទតោះឥឡូវយើងមកមើលបាតក្រោមពុកម៉ែបងប្អូនបាទបញ្ជាក់ជូនឬក៏ពុកម៉ែបងប្អូនបាទដែលតាមដានដឹងហើយបាទសម្រាប់ឡានកលីគឺសាច់ដៃខ្ចៅខ្យងគឺថ្មីបាទលាងតែទឹកក្តៅទៅគឺធានាជូនតែម្ដងគឺខ្ចីញញបាទយកមកប្រើស្រុកខ្មែរគឺ 4-10 ឆ្នាំទៀតឲ្យតែប្រើថែលាងទឹកបាទអត់ច្រេះទេបាទអញ្ចឹងបានសម្រាប់ឡានកលីគឺស្រុកខ្មែរយើងនិយមមែនតើពុកម៉ែបងប្អូនបាទឡានកលីគឺជាឡានដែលប្រើនៅរ៉តក្តៅអញ្ចឹងគឺសាច់ដៃខ្ចៅខ្យងគឺអត់ច្រេះទេបាទតោះឥឡូវយើងមកមើលប្លុកសិនបាទនេះដោយបញ្ជាក់ជូនអញ្ចឹងពុកម៉ែបងប្អូនបាទសម្រាប់ប្លុកសិនគឺខ្ចីញញតែម្ដងបាទអត់មានក្រហមអត់មានឡើងច្រេះឡើងអីទេពុកម៉ែបងប្អូនបាទហើយសម្រាប់ប្លុកសិននេះគឺអត់ទាន់លាងទឹកទេណាបើលាងទឹកទៅគឺធានាតែម្ដងថាខ្ចីញញឡើង7ពណ៌ពុកម៉ែបងប្អូនបាទអញ្ចឹងរួចរាល់ឡើងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទ ES បាទអាចមើលគ្រឿងនេះបានអរគុណច្រើន